អ្នកទាំងនោះមានយុទ្ធសាស្ត្រអីឬទេខ្ញុំមិនដឹងបងអ្នកទាំងនោះអ្នកណាបងអ្នកទាំងនោះឬក៏ពួកអ្នកដែលនៅប្រឆាំងនៅក្រៅប្រទេសអ្នកនៅក្នុងប្រទេសឬក៏មេគណៈបកនយោបាយនឹងអ្នកណាបងខ្ញុំមិនដឹងណាបងប៉ុន្តែបើសិនតែខ្ញុំមើលអំពីយុទ្ធសាស្ត្រដែលវាមានរាល់ថ្ងៃណាខ្ញុំមិនហៅថាយុទ្ធសាស្ត្រទេជាសកម្មភាពជាសកម្មភាពពីព្រោះធម្មតា strategy ហើយនឹង activity ហើយនឹងស្អីទាំងអស់ហ្នឹងវាកម្រិតផ្សេងគ្នាពីព្រោះ activity វាគ្រាន់តែជាកូនផ្នែកមួយសម្រាប់បំពេញឲ្យ strategy ហ្នឹងទេអញ្ចឹងណាបងក៏ប៉ុន្តែបើសិនតែសួរថាពួកហ្នឹងមានយុទ្ធសាស្ត្រដែរឬទេសម្រាប់ខ្ញុំសន្និដ្ឋានណាបងខ្ញុំថាគ្មានស្អីទេខ្ញុំរហូតដាក់ហៅថាជានយោបាយគ្មានគោលការណ៍ផងរាល់ថ្ងៃណាហើយខ្ញុំក៏មិនទៅនិយាយរបបហ៊ុនសែនដែរពីព្រោះខ្ញុំមិនបានដឹងស៊ីជម្រៅអំពីរឿងហ៊ុនសែនទេខ្ញុំដឹងអំពីរឿងអ្នកតស៊ូអ្នកប្រឆាំងជាមួយនឹងរបបហ៊ុនសែនខ្ញុំសន្និដ្ឋានថាគ្មានយុទ្ធសាស្ត្រអីស៊ីជម្រៅទេមានតែផែនការធ្វើសកម្មភាពណាខ្លះដែលសកម្មភាពនឹងវាបំរើផលប្រយោជន៍នយោបាយរបស់សង្គ្រោះជាតិឬក៏បំរើផលប្រយោជន៍នយោបាយឲ្យយួនក្នុងការជួយទិញពេលវេលាសម្រាប់បំផ្លាញជាតិខ្មែរឬក៏យ៉ាងណាអានឹងខ្ញុំមិនដឹងទេអញ្ចឹងហ្នឹងហើយកូនបើចាំបានណាប្រវត្តិសាស្ត្រហ្នឹងណាអង្កាលគេបំបីហ៊ុនស៊ិនពេជ្រអង្កាលគេបំបីសឿនសានអង្កាលគេបំបីគណៈបកដតីទៀតដូចគណៈបកជាតិខ្មែរអីជាដើមអញ្ចឹងណាវាគឺជាយុទ្ធសាស្ត្រនេះទាំងអស់វាគឺជាយុទ្ធសាស្ត្រកំតិចដើម្បីគ្រប់គ្រងទាំងអស់ហើយយួនគេខ្លាចខ្លាំងកន្លែងហ្នឹងឯងគេខ្លាចខ្លាំងថាបើខ្មែររួមខ្មែរសាមគ្គីខ្មែររស់បើខ្មែរបែកបាក់ជាតិខ្មែរនឹងស្លាប់អញ្ចឹងហើយបានគេព្យាយាមប្រើគ្រប់យ៉ាងសូម្បីតែនៅក្នុងគណៈបកប្រឆាំងយើងខ្លួនយើងឯណាក៏បែកបាក់ទៅជាជំរាកទៅខ្ញុំនៅក្នុងគណៈបកប្រឆាំងក៏ប៉ុន្តែក្រុមអ្នកដែលមានទស្សនៈរបៀបខ្ញុំណាមានមិនច្រើនប្រហែលទេនៅក្នុងគណៈបកប្រឆាំងហ្នឹងណាប៉ុន្តែក្រុមអ្នកហៃអើហ្នឹងក៏មិនមែននៅក្នុងក្រុមហៃអើទាំងអស់ហ្នឹងដែរមានក្រុមហៃអើតាមមេនេះមានក្រុមហៃអើតាមមេនោះមានក្រុមអ្នកបាត់ភ្នែកចប់តិចបាត់មាត់ហៃអើអង្គុយស្រែកជ័យយករហូតក៏មានដែរឲ្យតែមេថាស្អីគឺហៃអើទាំងអស់កុំថាចេញទ្រឹស្ដីស្អីមកនោះកុំពីចម្លងហើយយើងនិយាយអំពីយុទ្ធសាស្ត្រថាតើធ្វើយ៉ាងណាដើម្បីទៅសង្គ្រោះជាតិអត់មានអ្នកណាចូលមកស្ដាប់ទេរហូតអ្នកសួរសំណួរមកដដែលដូចអ្វីដែលខ្ញុំនិយាយថ្ងៃនេះណាថាតើធ្វើយ៉ាងណាដើម្បីទៅរំដោះជាតិធ្វើយ៉ាងណាដើម្បីឲ្យមានការរួបរวมធ្វើយ៉ាងណាដើម្បីសង្គ្រោះជាតិអត់មានអ្នកណាស្ដាប់ផងហ្នឹងមានតែដាក់សំណួរមកសួរថាកុំឲ្យនិយាយអំពីរឿងផ្សេងឲ្យផ្ដោតអនុសាសន៍ហើយនឹងយុទ្ធសាស្ត្រខ្ញុំប្រាប់ថា page របស់ខ្ញុំមិនដែលនិយាយអំពីព្រឹត្តិការណ៍ទេខ្ញុំមិនដែលនិយាយអាណាប្លន់ព្រំដែនខ្ញុំមិនដែលនិយាយអាណាជួយគ្រឿងញៀនខ្ញុំមិនដែលនិយាយអាណាថាហ៊ុនសែននឹងរស់របៀបណាចេញមកក្ររបៀបណាស្អីណាហ៊ុនសែនស្អីក៏ស្អីទៅប៉ុន្តែខ្ញុំនិយាយអំពីយុទ្ធសាស្ត្រថាធ្វើយ៉ាងណាដើម្បីទៅយកអំណាចរដ្ឋបាលពីរបបហ៊ុនសែនខ្ញុំនិយាយគ្រប់គ្លីបទាំងអស់ខ្ញុំនិយាយអំពីដំណោះស្រាយទាំងអស់ប៉ុន្តែវាអកុសលត្រង់ថាពួកអ្នកទាំងអស់ហ្នឹងគ្មានតិចគ្មានភ្នែកគ្មានបញ្ញាក្នុងការស្ដាប់យល់អំពីអ្វីដែលខ្ញុំនិយាយរួចហើយមកសួរខ្ញុំអត់ថាកុំឲ្យខ្ញុំនិយាយអំពីរឿងផ្សេងឲ្យនិយាយអំពីរឿងយុទ្ធសាស្ត្រនឹងដំណោះស្រាយហើយខ្ញុំសួរទៅវិញថាតើដែលបានស្ដាប់คลิปខ្ញុំទេខ្ញុំអត់ដែលនិយាយអំពីព្រឹត្តិការណ៍ណាបងប្អូនមិនមែនថាមិនដែលនិយាយសោះទេក្នុងករណីយោងដើម្បីឲ្យបង្ហាញខ្ញុំយកវាមកធ្វើជាអំណះអំណាងខ្លះក៏ប៉ុន្តែជាយុទ្ធសាស្ត្រខ្ញុំនិយាយគ្រប់คลิปទាំងអស់អញ្ចឹងការកំទេចយើងទៅជាអង្កលហ៊ុនស៊ិនពេជ្រតែ6ជំរាកណាបងប្អូន6ជំរាកគឺទៅផ្សេងគ្នាខ្ញុំរាប់ម្ដងហើយប៉ុន្តែឈ្មោះថ្ងៃនេះខ្ញុំអាចបានព្រៀងឈ្មោះហ្នឹងពីព្រោះនេះសំណួរណាប៉ុន្តែសង្គ្រោះជាតិចែកចេញទៅជា10ជំរាក10ជំរាកនៅខាងក្នុងហើយនឹង3 4ជំរាកនៅខាងក្រៅដូច្នេះសង្គ្រោះជាតិខ្ទេចម៉ត់ផង់ជាងអាចទីទៅទៀតឱកាសនេះហើយដែលខ្ញុំថាវាគឺជាលទ្ធភាពដែលយើងនៅមានឈ្មោះសង្គ្រោះជាតិនៅឡើយនៅមានអន្តរជាតិគេហៅថាសង្គ្រោះជាតិនៅឡើយយើងគួរណាស់តែប្រមូលគ្នាប្រើប្រាស់ពីព្រោះនៅក្នុងនេះបងប្អូនបើសិនជាយើងគ្រាន់តែមើលអំពីលក្ខន្តិកៈហើយនឹងរបៀបនៃការរៀបចំអំណាចរដ្ឋបាលរបស់យើងឡើងវិញវាអត់មានអីស្មុគស្មាញទេណាបងប្អូនវាអត់មានអីស្មុគស្មាញទេវាមានមូលដ្ឋានវាមានលំអានវាមានលំនាំសម្រាប់ឲ្យយើងយកមកធ្វើជាអំណះអំណាងឬក៏ធ្វើជាយើងហៅស្អី guideline ជាមគ្គទេសនៅក្នុងការរៀបចំកម្លាំងរបស់យើងឡើងវិញបាន
ក៏ប៉ុន្តែគេអត់ធ្វើ